Tạiสมาชิกจะเรียบซัวลูกครูในครูตึกอ้อที่พิเศษขณะเดินน้ำในกระทรวงอบรมยุติกีฬาหนึ่งขณะเดินน้ำในสกอตการไล่ภูมิมันเป็นจำบ้านชั่วอึ่งมันไทยเชียประเทียนการไล่อบรมยุติกีฬาสระจังกาลในทัดนาภูมิมันตีจ้าภูมิจังกาสระจังกาแค่ดอนมันใจจำบ้านเป็นกิเมียนมุตนาเพียบนะแต่บ้านคือวิดีโอแสดงอัมพีในเวลวัดในการอนุวัตยุทธศาสตร์สังคมสารีนនៅតាមអនុវិទ្យាល័យចំនួន2នៅស្រុកចង្កឹលរបស់ខ្ញុំមានអនុវិទ្យាល័យចង្កឹលនិងអនុវិទ្យាល័យចិនទៀនបាទហើយការបង្ហាញរបស់ខ្ញុំនេះមានមេត្តាទាំងអស់5ទី1គឺសំណួរស្រាវជ្រាវដំណាក់មុនពេលនិងក្រោយពេលចូលយុទ្ធសាស្ត្រសង្គមសារៀនលទ្ធផលនៃការសិក្សាស្រាវជ្រាវសន្និដ្ឋាននិងអនុសាសន៍បាទទីការសំណួរស្រាវជ្រាវតើទី1តើអ្នកសិក្សាពាក្យពន្ធនៅក្នុងសាលាទទួលបង្កើនមានទស្សនៈនិងការគិតយ៉ាងដូចមេដេចអំពីការងារអបាកិច្ចសាលារៀនមុនពេលនិងបន្ទាប់ពីក្រោយពេលសិក្សាលើការបណ្ដុះបណ្ដាលគុណវុឌ្ឍិគ្រូបង្រៀនតើអ្នកមានសកម្មភាពស្នូលនឹងកលឹះបញ្ហាប្រឈមអ្វីខ្លះក្នុងការកំណែតម្រង់ដែលទទួលបានការបង្កើននិងសម្រេចលទ្ធផលសំខាន់ចេញពីសកម្មភាពកលឹះនៃកំណែតម្រង់ទាំងនោះបាទទៅទៀតយើងដឹងថាក្នុងការអនុវត្តយុទ្ធសាស្ត្រសហគមន៍សាលារៀនយើងមានគោលបំណងសំខាន់ចំនួនដូចជាយន្តការនៃការអនុវត្តយុទ្ធសាស្ត្រសហគមន៍សាលារៀនគឺមានអត្ថប្រយោជន៍ច្រើនណាស់ទៅដល់សាលារៀនដូចជាធ្វើឲ្យសាលារៀនមានការប្រែប្រួលមានការរីកចម្រើនយន្តការនេះលើកកម្ពស់ការងារអភិបាលកិច្ចសាលារៀនតាមរយៈការអនុវត្តសង្ឃសាលាគំរូមានគោលបំណងធានាឲ្យធានាគុណភាពអប់រំប្រកបដោយគុណភាពសមត្ថភាពនិងបរិយាបន្ននឹងលើកកម្ពស់ការសិក្សាពេញមួយជីវិតសម្រាប់យើងទាំងអស់គ្នាវិទ្យាកំប្រឹងវិន័យអប់រំសាលារៀនលើសិលធម៌សុជីវធម៌និងអរិយាប័ត្រនឹងបំណែនងាយដែលសិស្សអាចទទួលយកបាននៅក្នុងការអនុវត្តនៅក្នុងជីវភាពប្រចាំថ្ងៃយើងឃើញថាមុនពេលអនុវត្តយុទ្ធសាស្ត្រសហគមន៍សាលារៀនហ្នឹងយើងឃើញសាលារៀនទាំងអស់ភាគច្រើនគឺអនុវត្តតាមតែវិធីសាស្ត្រដែលការណែនាំតាក់លើគឺអត់មានការប្រែប្រួលគ្មានចក្ខុវិស័យគ្មានផែនការច្បាស់លាស់ហើយនឹងជាក់លាក់ទេបាទហើយក្រោយពីយើងចូលទៅជាសហគមន៍សាលារៀនអនុវត្តសហគមន៍សាលារៀនយើងឃើញថាសាលារៀនមានការប្រែប្រួលតាំងពីបរិស្ថានវិន័យសាលាលោកគ្រូអ្នកគ្រូលោកនាយកសាលាគឺមានការកែប្រែអត្តចរិតនិងការអនុវត្តការងារដោយមានយន្តការទាំង6តាំងពីការកសាងផែនការរហូតដល់ការវិតម្លៃសាលារៀនដែលធ្វើឲ្យនាយកសាលាមានផែនការមានកិច្ចព្រមព្រៀងរវាងគ្រូសិស្សកិច្ចព្រមព្រៀងរវាងគណៈកម្មការគ្រប់គ្រងសាលារៀននិងជាមួយនឹងមេដាបេដាសិស្សដែលធ្វើឲ្យលទ្ធផលរបស់សិស្សលទ្ធផលរបស់សិស្សគឺមានការប្រែប្រួលលទ្ធផលរបស់សិស្សគឺមានការប្រែប្រួលយើងមានចំនួន2នាក់នៅក្នុងឆ្នាំ2021-22ហើយយើងកើនដល់10នាក់បាទហើយឆ្នាំ2020តាមឆ្នាំសិក្សានីមួយយើងក្នុងតារាងនេះខ្ញុំមិនបានបង្ហាញទេដើម្បីពេលវេលាបាទនេះគឺយើងអនុវត្តតាមសៀវភៅគំរូស្តង់ដារសាលារៀនគំរូនៅមជ្ឈមសិក្សាទោះបីជាក្នុងការអនុវត្តយុទ្ធសាស្ត្រសហគ្រាសមានលទ្ធផលវិជ្ជមានច្រើនមានផលប្រយោជន៍ច្រើនក្នុងសាលារៀនយ៉ាងណាក្តីក៏ក្នុងការអនុវត្តយុទ្ធសាស្ត្រសហគមន៍សាលារៀននោះវាមានបញ្ហាប្រឈមខ្លះដូចជាការចូលរួមរបស់សហគមន៍មិនសូវបានប្រកបមានតាមបេដាសិស្សមួយចំនួនមិនយកចិត្តទុកដាក់មិនឲ្យតម្លៃទៅលើការរៀនសូត្ររបស់កូនហើយសិស្សក៏នៅតែមានបោះបង់ការសិក្សានៅតាមសាលារៀនដំណោះស្រាយគឺយើងកន្លងមកគឺយើងតែងតែគៀងគោសហគមន៍នឹងផ្សព្វផ្សាយដល់អាជ្ញាធរមូលដ្ឋានឲ្យចូលរួមយ៉ាងសកម្មនៅក្នុងផ្នែកអប់រំដូចជាការប្រមូលថវិកាការគៀងគោធនធានផ្សេងការប្រើប្រាស់យុទ្ធសាស្ត្រសហគមន៍សាលារៀននេះគឺដើម្បីស្វែងរកមូលនិធិគាំទ្រសាលារៀនឲ្យសាលារៀនមួយមានការអភិវឌ្ឍមួយទៀតយើងប្រឹងស្មារតីភាពជាអ្នកដឹកនាំរបស់គណៈគ្រប់គ្រងសាលារៀននិង
ចេកទេសរៀននៅតាមវិទ្យាកម្មបំពន់សិស្សប្រកែឬក៏តាមការរយៈបង្រៀនមុខបន្ថែមដើម្បីឲ្យគណៈគ្រប់គ្រងសាលារៀនប្រជុំមេដាបេដាសិស្សដើម្បីរកថវិកាដើម្បីបង្រៀនមុខបន្ថែមនៅ2ម៉ោងក្នុងមួយថ្ងៃបន្ថែមទៀតនៅក្នុងតាមសាលារៀនដើម្បីយើងកាត់បន្ថយការបោះបង់របស់សិស្សនិងបង្កើនអត្រាឡើងតាក់បាទជាការសន្និដ្ឋានគឺយើងឃើញថាការសិក្សាស្រាវជ្រាវបង្ហាញយ៉ាងច្បាស់ពីការអនុវត្តយុទ្ធសាស្ត្រសហគមន៍សាលារៀនដែលជាបណ្ដាញប្រតិកលាគ្នាឲ្យឡើងល្អប្រសើរជាមួយនឹងអ្នកសិក្សាថ្នាក់បញ្ញាបត្រនិងកម្មវិធីលើកកម្ពស់គុណវុឌ្ឍគណៈគ្រប់គ្រងសាលារៀនរបស់មហាវិទ្យាល័យភូមិន្ទភ្នំពេញមួយទៀតគឺមានយន្តការចុះជួយពង្រឹងអ្នករៀនបញ្ញាបត្រជំនួសដល់អ្នកបន្តឬកំពុងបណ្ដុះបណ្ដាលថ្នាក់បញ្ញាបត្រតាមជំនាន់នីមួយៗមានការផ្លាស់ប្ដូររបៀបបំពេញការងាររដ្ឋបាលសកម្មភាពក្នុងការបំពេញកិច្ចការស្នូលរបស់ថ្នាក់ដឹកនាំនាយកសាលាគ្រូបរិញ្ញាបត្រសិស្សនិងសហគមន៍ទាំងមូលមួយទៀតគឺលទ្ធផលសិក្សាសិស្សមានការកើនឡើងនីតិ ABC មានការកើនឡើងជារៀងរាល់ខែមួយឆ្នាំបឋមសាលារៀនមានសម្រាប់មានសួនការនិងមានសួនបន្លែតាមសាលារៀនជាអនុសាសន៍គឺសហគមន៍មហាវិទ្យាល័យសិស្សមានបដាសិស្សគួរតែចូលរួមចំណែកក្នុងតាមសាលារៀនតាមរយៈការចូលរួមជាថវិកាឬមូលនិធិផ្សេងៗជួយដល់សាលារៀនជួយដល់គ្រូបរិញ្ញាដើម្បីឲ្យគ្រូបរិញ្ញាបរិញ្ញាប្រកបដោយសុខភាពនិងទទួលបានលទ្ធផលល្អនឹងនីតិសិស្ស ABC លើមានការកើនឡើងបាទមួយទៀតគឺជំរុញការអនុវត្តយុទ្ធសាស្ត្រសហគមន៍សាលារៀនបន្តទៀតនឹងបញ្ស៊ីគ្នារវាងអ្នកសិក្សាបញ្ញាបត្រក្នុងកម្មវិធីលើកកម្ពស់គ្រូរៀននិងគណៈកម្មការលើកកម្ពស់គុណវុឌ្ឍគណៈគ្រប់គ្រងសាលារៀនបានន័យថាគណៈកម្មការគ្រប់គ្រងសាលារៀនគ្រូបរិញ្ញាក៏រៀនតែយើងដឹងថាបើសិនជាគណៈគ្រប់គ្រងការបរិញ្ញាគិតរៀនតែលោកគ្រូអ្នកគ្រូអត់រៀនគាត់អាចបានយល់អំពីយន្តការនៃការអនុវត្តយុទ្ធសាស្ត្រគម្រៀនពិបាកក្នុងការគ្រប់គ្រងបាទការរបស់ថ្ងៃរបស់ខ្ញុំមានប៉ុណ្ណេះសូមបញ្ចប់សូមគោរពជូនពរដល់ថ្នាក់ដឹកនាំគ្រប់ដំណាក់កាលឲ្យជួបប្រទេសតែពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈក្បីគ្លេក្រឡើយបាទសូមអរគុណបាទសូមជម្រាបសួរលោកគ្រូអ្នកគ្រូទាំងអស់ព្រមទាំងថ្នាក់ដឹកនាំនៃក្រសួងអប់រំយុវជននិងកីឡាជាពិសេសថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញខ្ញុំបាទឈ្មោះអឹងមន្ថៃជាប្រធានការិយាល័យអប់រំយុវជននិងកីឡាស្រុកចង្កល់ដែលស្ថិតនៅភូមិវិជាចាស់ភូមិចង្កាស្រុកចង្កាខេត្តដើមមានជ័យបាទសម្រាប់សូមជម្រាបសួរលោកគ្រូអ្នកគ្រូទាំងអស់ជាពិសេសថ្នាក់ដឹកនាំនៃក្រសួងអប់រំយុវជនកីឡានិងថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញខ្ញុំបាទឈ្មោះអឹងមន្ថៃជាប្រធានការិយាល័យអប់រំយុវជនកីឡាស្រុកចង្កល់ដែលស្ថិតនៅភូមិវិជាចាស់ភូមិចង្កាស្រុកចង្កល់ខេត្តឧត្តរមានជ័យខ្ញុំបាទពិតជាមានមោទនភាពណាស់ដែលបានធ្វើវីដេអូស្ដីអំពីនវានុវត្តន៍នៃការអនុវត្តយុទ្ធសាស្ត្រសហគមន៍សាលារៀននៅតាមអនុវិទ្យាល័យចំនួន2នៅស្រុកចង្កល់របស់ខ្ញុំមានអនុវិទ្យាល័យចង្កល់និងអនុវិទ្យាល័យចិនទៀនបាទហើយការបង្ហាញរបស់ខ្ញុំនេះមានមេត្តាទាំងអស់មេត្តាទាំងអស់ប្រហែលមិញមេត្តាទាំងអស់5ទី1គឺសំណួរស្រាវជ្រាវដំណាក់មុនពេលនិងក្រោយពេលចូលយុទ្ធសាស្ត្រសហគមន៍សាលារៀនលទ្ធផលនៃការសិក្សាស្រាវជ្រាវសន្និដ្ឋាននិងអនុសាសន៍បាទទីការសំណួរស្រាវជ្រាវតើទី1តើអ្នកសិក្សាពាក្យពេចន៍នៅក្នុងសាលាទទួលបង្កើនមានទស្សនៈនិងការគិតយ៉ាងដូចម្ដេចអំពីការងារអនុបាលកិច្ចសាលារៀនមុនពេលនិងបន្ទាប់ពីក្រោយពេលសិក្សាលើការបណ្ដុះបណ្ដាលគុណវុឌ្ឍិគ្រូបង្រៀនតើអ្នកមានសកម្មភាពស្នូលនឹងកលឹះបញ្ហាប្រឈមអ្វីខ្លះក្នុងការកំណែតម្រង់ដែលទទួលបានការបង្កើននិងសម្រេចលទ្ធផលសំខាន់ចេញពីសកម្មភាពកលឹះនៃកំណែតម្រង់ទាំងនោះបាទទៅទៀតយើងដឹងថាក្នុងការអនុវត្តយុទ្ធសាស្ត្រសហគមន៍សាលារៀនយើងមានគោលបំណងសំខាន់ចំនួនដូចជាយន្តការនៃការអនុវត្តយុទ្ធសាស្ត្រសហគមន៍សាលារៀនគឺ
មានអត្ថប្រយោជន៍ច្រើនណាស់ទៅដល់សាលារៀនដូចជាធ្វើឲ្យសាលារៀនមានការប្រែប្រួលមានការរីកចម្រើនយន្តការនេះលើកកម្ពស់ការងារអភិបាលកិច្ចសាលារៀនតាមរយៈការអនុវត្តស្តង់ដារសាលាគំរូមានគោលបំណងធានាឲ្យធានាគុណភាពអប់រំប្រកបដោយគុណភាពសមត្ថភាពនិងបរិយាបន្ននិងលើកកម្ពស់ការសិក្សាពេញមួយជីវិតសម្រាប់យើងទាំងអស់គ្នាវិទ្យាកម្មប្រឹងវិន័យអប់រំសាលារៀនលើសិលធម៌សុជីវធម៌និងអរិយាប័ត្រនិងបំណិនងាយៗដែលសិស្សអាចទទួលយកបាននៅក្នុងការអនុវត្តនៅក្នុងជីវភាពប្រចាំថ្ងៃយើងឃើញថាមុនពេលអនុវត្តយុទ្ធសាស្ត្រសហគមន៍សាលារៀនហ្នឹងយើងឃើញសាលារៀនទាំងអស់ភាគច្រើនគឺអនុវត្តតាមតែវិធីសាស្ត្រដែលការណែនាំតាក់លើគឺអត់មានការប្រែប្រួលគ្មានចក្ខុវិស័យគ្មានផែនការច្បាស់លាស់ហើយនឹងជាក់លាក់ទេបាទហើយក្រោយពីយើងចូលក្រោយពីចូលទៅជាសហគមន៍សាលារៀនអនុវត្តសហគមន៍សាលារៀនយើងឃើញថាសាលារៀនមានការប្រែប្រួលតាំងពីបរិស្ថានវិន័យសាលាលោកគ្រូអ្នកគ្រូលោកនាយកសាលាគឺមានការកែប្រែអត្តចរិតនិងការអនុវត្តការងារដោយមានយន្តការទាំង6តាំងពីការកសាងផែនការរហូតដល់ការវិតម្លៃសាលារៀនដែលធ្វើឲ្យនាយកសាលាមានផែនការមានកិច្ចព្រមព្រៀងរវាងគ្រូសិស្សកិច្ចព្រមព្រៀងរវាងគណៈកម្មការគ្រប់គ្រងសាលារៀននិងជាមួយនឹងមេដាបេដាសិស្សដែលធ្វើឲ្យលទ្ធផលរបស់សិស្សទៅលទ្ធផលធ្វើឲ្យលទ្ធផលរបស់សិស្សគឺមានការប្រែប្រួលទីបាទលទ្ធផលរបស់សិស្សគឺមានការប្រែប្រួលទៀតវិញ10ឡើងទៀតអាចតបានទេចំនួនគឺនៅយើងមានចំនួន2នាក់នៅក្នុងឆ្នាំ2021-22ហើយយើងកើនដល់10នាក់បាទហើយឆ្នាំ2020តាមឆ្នាំសិក្សានីមួយៗយើងក្នុងតារាងនេះខ្ញុំមិនបានបង្ហាញទេដើម្បីពេលវេលាបាទតទៀតបាទនេះគឺយើងអនុវត្តតាមសៀវភៅគំរូស្តង់ដារសាលារៀនគំរូនៅមធ្យមសិក្សាទោះបីជាក្នុងការអនុវត្តយុទ្ធសាស្ត្រសហគ្រាសមានលទ្ធផលវិជ្ជមានច្រើនមានផលប្រយោជន៍ច្រើនក្នុងសាលារៀនយ៉ាងណាក្តីក៏ក្នុងការអនុវត្តយុទ្ធសាស្ត្រសហគមន៍សាលារៀននោះវាមានបញ្ហាប្រឈមខ្លះៗដូចជាការចូលរួមរបស់សហគមន៍មិនសូវបានប្រកបមានតាមបេដាសិស្សមួយចំនួនមិនយកចិត្តទុកដាក់មិនឲ្យតម្លៃទៅលើការរៀនសូត្ររបស់កូនហើយសិស្សក៏នៅតែមានបោះបង់ការសិក្សានៅតាមសាលារៀនដំណោះស្រាយគឺយើងកន្លងមកគឺយើងតែងតែគៀងគោសហគមន៍នឹងផ្សព្វផ្សាយដល់អាជ្ញាធរមូលដ្ឋានឲ្យចូលរួមយ៉ាងសកម្មនៅក្នុងផ្នែកអប់រំដូចជាការប្រមូលថវិកាការគៀងគោធនធានផ្សេងការប្រើប្រាស់យុទ្ធសាស្ត្រសហគមន៍សាលារៀននេះគឺដើម្បីស្វែងរកមូលនិធិគាំទ្រសាលារៀនឲ្យសាលារៀនមួយមានការអភិវឌ្ឍមួយទៀតយើងប្រឹងស្មារតីភាពជាអ្នកដឹកនាំរបស់គណៈគ្រប់គ្រងសាលារៀននិងបច្ចេកទេសរៀនទៅតាមរយៈការបំពន់សិស្សប្រកែឬក៏តាមការរយៈបង្រៀនមកបន្ថែមដើម្បីឲ្យគណៈគ្រប់គ្រងសាលារៀនប្រជុំមេដាបេដាសិស្សដើម្បីរកថវិកាដើម្បីបង្រៀនមកបន្ថែមនៅ2ម៉ោងក្នុងមួយថ្ងៃបន្ថែមទៀតនៅក្នុងតាមសាលារៀនដើម្បីយើងកាត់បន្ថយការបោះបង់របស់សិស្សនិងបង្កើនអត្រាឡើងតាក់បាទការបោះថ្ងៃរបស់ខ្ញុំមានប៉ុណ្ណេះសូមបញ្ចប់សូមគោរពជូនពរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ឲ្យជួបប្រទេសតែពុទ្ធពរទាំងមុនប្រការគឺអាយុវណ្ណៈសុខៈពលៈក្បីក្រេឡើយបាទសូមអរគុណបណ្ដោះបានចាំប្រឹងស្មារតីភាពជាអ្នកដឹកនាំរបស់គណៈគ្រប់គ្រងសាលារៀននិងពង្រឹងបច្ចេកទេសការបង្រៀនរៀនរបស់គ្រូបំពន់សិស្សរៀនយឺតនិងជំរុញការបង្រៀនបន្ថែមមកបាទអូខេចាំជាការសន្និដ្ឋានគឺយើងឃើញថាការសិក្សាស្រាវជ្រាវបង្ហាញយ៉ាងច្បាស់ពីការអនុវត្តយុទ្ធសាស្ត្រសហគមន៍សាលារៀនដែលជាបណ្ដាញប្រតិកលាគ្នាឲ្យឡើងល្អប្រសើរជាមួយនឹងអ្នកសិក្សាថ្នាក់បញ្ញាបត្រនិងកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀនរបស់មហាវិទ្យាល័យភូមិន្ទភ្នំពេញមួយទៀតគឺមានយន្តការចុះជួយពង្រឹងអ្នករៀនបញ្ញាបត្រចំពោះដល់អ្នកបន្តឬកំពុងបណ្ដុះបណ្ដាលថ្នាក់បញ្ញាបត្រតាមចំណុចនីមួយៗមានការផ្លាស់ប្ដូរ
របៀបបំពេញការងាររដ្ឋបាលសកម្មភាពក្នុងការបំពេញកិច្ចការស្នូលរបស់ថ្នាក់ដឹកនាំនាយកសាលាគ្រូបរិញ្ញាបត្រសិស្សនិងសហគមន៍ទាំងមូលវិទ្យាផលិតផលសិក្សាសាស្ត្រមានការកើនឡើងនីតិ ABC មានការកើនឡើងជារៀងរាល់ខែមួយឆ្នាំបឋមសាលារៀនមានសម្រាប់មានសួនការនិងមានសួនបន្លែតាមសាលារៀនជាអនុសាសន៍គឺសហគមន៍អាណាព្យាបាលសិស្សមានបដាសិស្សគួរតែចូលរួមចំណែកក្នុងតាមសាលារៀនតាមរយៈការចូលរួមជាថវិកាឬមូលនិធិផ្សេងៗជួយដល់សាលារៀនជួយដល់គ្រូបរិញ្ញាដើម្បីឲ្យគ្រូបរិញ្ញាបរិញ្ញាប្រកបដោយសុខភាពនិងទទួលបានលទ្ធផលល្អនឹងនីតិសិស្ស ABC លើមានការកើនឡើងបាទមួយទៀតគឺជំរុញការអនុវត្តយុទ្ធសាស្ត្រសហគមន៍សាលារៀនបន្តទៀតនឹងបញ្ស៊ីគ្នារវាងអ្នកសិក្សាបញ្ញាបត្រក្នុងកម្មវិធីលើកកម្ពស់គ្រូរៀននិងគណៈកម្មការលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀនបានន័យថាគណៈកម្មការគ្រប់គ្រងសាលារៀនគ្រូបរិញ្ញាក៏រៀនតែយើងដឹងថាបើសិនជាគណៈគ្រប់គ្រងការបរិញ្ញាគិតរៀនតែលោកគ្រូអ្នកគ្រូអត់រៀនគាត់អាចបានយល់អំពីយន្តការនៃការអនុវត្តយុទ្ធសាស្ត្រគម្រៀនពិបាកក្នុងការគ្រប់គ្រងបាទសូមអរគុណចំលុបបន្ត